សម្រាប់ខ្ញុំសួរថាខ្ញុំធ្លាប់ទិញអីវ៉ាន់ដែលមានតម្លៃពីចិនមកអត់មានដំបូងគេខ្ញុំទិញអានេះ filter សម្រាប់ដាក់កាមេរ៉ាធំតម្លៃវា30-40រៀលអីចឹងទៅបន្ទាប់មកកាមេរ៉ាដែលមានតម្លៃ$400ជាងអាហ្នឹងក៏ខ្ញុំទិញពីចិនដែរ tablet តម្លៃ200ជាងក៏ខ្ញុំទិញពីចិនដូចគ្នាបងប្អូនម៉ៃដែលខ្ញុំកំពុងប្រើនេះគឺប្រអប់របស់វានឹងក៏ខ្ញុំទិញពីចិនមកដូចគ្នាដែរហ្នឹងបងប្អូនជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឲ្យតន់ trend បន្តិចមួយរយៈហ្នឹងឃើញល្បីអ្នកដែលគាត់ទិញអីវ៉ាន់តម្លៃថ្លៃពីចិនរួចទៅពេលដែលហើយគាត់បាត់អីវ៉ាន់អ្នកខ្លះគាត់ទិញតម្លៃ$300-500បាត់អីវ៉ាន់ហ្នឹងអីចឹងទៅហើយតមកក្រុមហ៊ុនដឹកគេសងឲ្យគាត់តា3ដងនៃថ្លៃដឹកជញ្ជូននេះអញ្ចឹងដូចថាអីវ៉ាន់ខ្លះគាត់ទិញ$300-500ទៅដល់ពេលតម្លៃដែលគេសងឲ្យគាត់ហើយគាត់ទទួលបានមកវិញហ្នឹងវាបានត្រឹមតែ5រៀល10រៀលឬក៏5-10រៀលទៅតាមថាសំណងដែលក្រុមហ៊ុនគេឲ្យគាត់នឹងប៉ុន្មានអីចឹងណាវាអត់ស័ក្តិសមមួយតម្លៃអីវ៉ាន់របស់ពួកគាត់ក៏ពិតខ្ញុំចង់ឲ្យបងប្អូនយល់កន្លែងនេះមុនពេលដែលយើងទិញអីវ៉ាន់ពីក្រៅប្រទេសយើងត្រូវស្វែងយល់ពីគោលការណ៍ការដឹកជញ្ជូននៃក្រុមហ៊ុននីមួយៗហ្នឹងហើយយើងទទួលយកអលក្ខខណ្ឌដែលគេដាក់មកហ្នឹងបានអត់ហើយសម្រាប់ខ្ញុំសួរថាខ្ញុំធ្លាប់ទិញអីវ៉ាន់ដែលមានតម្លៃពីចិនមកអត់មាននេះបងប្អូនឃើញទាំងអស់ហ្នឹងសុទ្ធតែខ្ញុំធ្លាប់ទិញពីចិនមកទាំងអស់ហើយសុទ្ធតែជាអីវ៉ាន់ដែលមានតម្លៃជាមួយខ្ញុំលាបងប្អូនមើលសិនហើយចាំខ្ញុំប្រាប់ថាមិនបើខ្ញុំទិញអីវ៉ាន់មានតម្លៃនឹងពីចិនមកបានខ្ញុំអត់ខ្លាចបាត់ទេមែនដំបូងគេខ្ញុំទិញអានេះ filter សម្រាប់ដាក់កាមេរ៉ាធំហើយតម្លៃវា30-40រៀលអីចឹងទៅប៉ុន្តែវាជាអីវ៉ាន់ដែលឆាប់បែកហើយវាតូចតមកអានេះថ្មីប្រហែលជាថាមួយខែជាង2ខែទៅខ្ញុំទិញអានេះមកកាមេរ៉ាដែលមានតម្លៃ$400ជាងអាហ្នឹងក៏ខ្ញុំទិញពីចិនដែរ tablet តម្លៃ200ជាងក៏ខ្ញុំទិញពីចិនដូចគ្នាបងប្អូនម៉ៃដែលខ្ញុំកំពុងប្រើនេះគឺប្រអប់របស់វានឹងក៏ខ្ញុំទិញពីចិនមកដូចគ្នាដែរហ្នឹងបងប្អូនអញ្ចឹងសួរថាតើទិញអីវ៉ាន់ពីចិនឲ្យតើអីវ៉ាន់តម្លៃថ្លៃនឹងបាត់មែនវាមានកត្តាច្រើនណាបងប្អូនវាអាចនឹងបាត់ដោយសារការដឹកជញ្ជូនផ្ទាល់ជួនកាលក៏បាត់តាំងនៅឃ្លាំងចិនជួនកាលបាត់នៅឃ្លាំងខ្មែរជួនកាលមានការដកហូតពីខាងកយអីចឹងទៅអញ្ចឹងវាមានកត្តាច្រើនមានន័យថានៅពេលដែលយើងចង់ទិញអីវ៉ាន់ពីក្រៅប្រទេសវាមិនមែនតែពីចិនទេពីប្រទេសផ្សេងក៏ដោយគឺយើងត្រូវទទួលស្គាល់ថាវាអាចនឹងបាត់បង់អីវ៉ាន់ប្រសិនបើអីវ៉ាន់យើងមានតម្លៃថ្លៃវាអាចនឹងបាត់បង់នៅក្នុងកត្តាណាមួយចឹងទៅអញ្ចឹងយើងខ្លួនឯងសួរខ្លួនឯងថាបើទិញអីវ៉ាន់តម្លៃថ្លៃប៉ុណ្ណឹងពេលដែលបាត់យើងទទួលយកបានអត់បើយើងគិតថាខ្ញុំទទួលយកអត់បានទេអញ្ចឹងកុំទិញនៅខ្មែរទៅអានេះខ្ញុំនិយាយមែននេះណាខ្ញុំនិយាយក្នុងនាមខ្ញុំជាអ្នកទិញអីវ៉ាន់ពីក្រៅស្រុកមកដូចគ្នាដូចអីវ៉ាន់ទាំងអស់ដែលខ្ញុំបានរៀបរាប់មិញហ្នឹងគឺសុទ្ធតែជាអីវ៉ាន់ដែលមានតម្លៃថ្លៃឯងគ្រាន់តែថាពេលដែលខ្ញុំទិញអីវ៉ាន់ទាំងអស់ហ្នឹងខ្ញុំមិនមែនទិញដឹកជញ្ជូនតាមផ្លូវគោកទេខ្ញុំជំរាបបងប្អូនកន្លែងនេះអីវ៉ាន់ដែលខ្ញុំទិញតម្លៃថ្លៃខ្ញុំទិញហើយខ្ញុំដាក់ការដឹកជញ្ជូនតាមរយៈយន្តហោះគឺខ្ញុំដឹកផ្លូវអាកាសហើយការដឹកជញ្ជូនតាមផ្លូវអាកាសវាមានប្រភេទអីវ៉ាន់ខ្លះយើងជ្រើសរើសដឹក3ថ្ងៃអីក៏បានតែអីវ៉ាន់មួយចំនួនគឺតម្រូវឲ្យដឹកលឿនខ្លាំងយកតែម្ដងគឺមួយថ្ងៃដល់ជាពិសេសអីវ៉ាន់អេឡិចត្រូនិកក៏ប៉ុន្តែខ្ញុំនៅមានកាសនោះមួយទៀតកាសនោះខ្ញុំទិញតម្លៃជិត$300ដែរតែខ្ញុំអត់បានយកប្រអប់មកខ្ញុំមានតែប៉ុណ្នេះនេះដូចអីវ៉ាន់នេះចឹងតម្លៃ$400ជាងជាប្រភេទកាមេរ៉ាគ្រឿងអេឡិចត្រូនិកហ្នឹងគឺខ្ញុំទិញខ្ញុំដឹកផ្លូវអាកាសដូចគ្នាហើយដាក់មួយថ្ងៃដល់ពូលីសាអីវ៉ាន់ហ្នឹងគឺតម្រូវតែម្ដងថាមួយថ្ងៃគេឲ្យដឹកតាមមួយថ្ងៃគេឲ្យដឹក2-3ថ្ងៃ3-4ថ្ងៃដល់អីទេហ្នឹងហើយបងប្អូនហើយការដឹកតាមផ្លូវអាកាសហ្នឹងតម្លៃវាដូចផ្លូវគោកទេគាត់ថាវាមានសុវត្ថិភាពជាងចំពោះអីវ៉ាន់ថ្លៃគឺយើងដាក់ផ្លូវអាកាសអីចឹងណាហើយផ្លូវអាកាសខ្ញុំទិញហ្នឹងគឺគេគិតគីឡូមានឲ្យគេគិតជាគីឡូអីវ៉ាន់របស់យើងអីវ៉ាន់យើងថ្លឹងទៅមានប៉ុន្មានគីឡូគឺគេគុណជាទឹកលុយយកទៅតាមហ្នឹងអីចឹងទៅបើនិយាយដល់ចំណុចហ្នឹងបងប្អូនប្រកាសជាគិតទៀតទេថាខ្ញុំទិញ tablet ខ្ញុំទិញកាមេរ៉ាខ្ញុំទិញកាសខ្ញុំទិញអាគ្រឿងអេឡិចត្រូនិកអីមួយចំនួនហ្នឹងមកពីចិនអញ្ចឹងតើមានត្រូវបង់ពន្ធឬក៏ត្រូវបង់អីបន្ថែមទៀតអត់ក្រៅពីតម្លៃថ្លៃដឹកជញ្ជូនខ្ញុំចង់ប្រាប់ថាគឺមានបង់បន្ថែមទៅតាមអីវ៉ាន់បើដូចម៉ៃនេះអត់មានបង់ទេកាសដែលខ្ញុំទិញនោះក៏អត់មានបង់ដែរ filter កាមេរ៉ានេះខ្ញុំទិញមកហ្នឹងក៏មានបង់ដែរខ្ញុំក៏ធ្លាប់ទិញកៅអៅទិញពីជើងដាក់ផ្លូវអាកាសដូចគ្នាដោយសារតាវ៉ាន់ខ្លះខ្ញុំស្លន់ចឹងខ្ញុំក៏ត្រូវការដាក់ផ្លូវអាកាសដែរអញ្ចឹងណាប៉ុន្តែនេះដូចកាមេរ៉ាអីនេះអញ្ចឹងជាប្រភេទគ្រឿងអេឡិចត្រូនិកហ្នឹងពេលដែលទិញហើយដឹកចូលមកខ្មែរគឺខ្ញុំត្រូវបង់ថ្លៃពន្ធនិងថ្លៃឃ្លាកយបន្ថែមទៀតក្រៅពីលើថ្លៃដឹកជញ្ជូនហ្នឹងដូចកាមេរ៉ានេះខ្ញុំទិញមកថ្លៃដឹកជញ្ជូនគឺអស់10រៀលជាងដាក់តាមយន្តហោះហ្នឹងមួយថ្ងៃដល់ហើយតមកខ្ញុំត្រូវបង់ថ្លៃឃ្លាកយឃ្លាអីខាងក្រៅផ្សេងហ្នឹងប្រហែលជាខ្ទង់30-40រៀលទៀតខ្ញុំអត់ចាំថា30រៀលជាងឬក៏40រៀលទេខ្ញុំអត់ចាំទេដល់ខ្ញុំទៅ check មើលគ្រាន់តែយ៉ាងណាក៏តម្លៃហ្នឹងនៅតែថោកជាងខ្ញុំទិញនៅខ្មែរដែរអញ្ចឹងដល់រួមមកបងប្អូនសម្រាប់ខ្ញុំអីវ៉ាន់តម្លៃថ្លៃអីវ៉ាន់បែបស្លន់អីវ៉ាន់ដែលខ្ញុំគិតថាវាតូចប្រឈមមុខមួយការបាត់ពេលដែលខ្ញុំទិញគឺខ្ញុំដាក់ដឹកតាមយន្តហោះអាហ្នឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់តែបើទៅតម្លៃអីវ៉ាន់ដែលអត់ស្លន់អីវ៉ាន់អីផ្សេងក្រៅពីហ្នឹងគឺខ្ញុំដឹកតាមផ្លូវគោកធម្មតាខ្ញុំអត់ដឹកផ្លូវអាកាសទេពីព្រោះផ្លូវអាកាសវាថ្លៃហើយមួយវិញទៀតខ្ញុំចង់និយាយពីរឿងដែលយើងទិញអីវ៉ាន់ហើយបាត់ណាបើសិនជាយើងខ្លាចបាត់អីវ៉ាន់ហើយយើងទទួលយកសំណងអត់បាននិយាយចឹងអីវ៉ាន់ដែលថ្លៃបងប្អូនទិញនៅខ្មែរទៅមិនទិញក្រៅស្រុកទេទិញនៅខ្មែរទៅមានការធានាមានអីធំត្រូវមានហាងគេលក់ត្រឹមត្រូវមានបញ្ហា
ហាអីយើងទៅដល់ហាងសួរនាំគេធំត្រូវដូចខ្ញុំអញ្ចឹងខ្ញុំទិញកាមេរ៉ាខ្ញុំទិញគ្រឿងអេឡិចត្រូនិកអីនេះពីចិនមកខ្ញុំដឹកថាមិនហោះមែនណាតម្លៃធូរជាងនៅខ្មែរមែនប៉ុន្តែពេលមានបញ្ហាឬក៏មានអីអត់មានអ្នកគេទទួលខុសត្រូវមួយខ្ញុំទេខ្ញុំខ្លួនឯងទទួលខុសត្រូវខាតលុយខាតអីវ៉ាន់ខ្លួនឯងអញ្ចឹងទៅព្រោះទៅតវ៉ាមួយហាងមិនហាងនៅស្រុកចិនហ្នឹងហើយមនុស្សនៅស្រុកខ្មែរហ្នឹងហើយទៅផ្ញើអីវ៉ាន់ទៅផ្ញើមកឡើងចុះទៅមកងាប់ហើយអត់កើតទេអញ្ចឹងអាហ្នឹងវាគឺជាហានិភ័យមួយដែរទៅលើការទិញអីវ៉ាន់ពីក្រៅស្រុកហ្នឹងអញ្ចឹងខ្ញុំចង់ជំរាបបងប្អូនបានដឹងថាតាមរយៈបទពិសោធន៍ខ្ញុំផ្ទាល់ពេលដែលយើងជ្រើសរើសទិញអីវ៉ាន់អនឡាញពីក្រៅប្រទេសមកមិនមែនតែចិនទេបងប្អូនប្រទេសណាកូរ៉េជប៉ុនអាមេរិកអីក៏ដោយពេលដែលយើងទិញយើងត្រូវធ្វើចិត្តខ្លួនឯងតាំងសមាធិថាបើបាត់បង់អីវ៉ាន់យើងហ៊ានទទួលយកទេបើយើងទិញតម្លៃហ្នឹងអញ្ចឹងណាមានភ្ញៀវក៏សួរដែរគាត់ចង់ទិញទូរស័ព្ទទិញមកអីចឹងតែទៅពេលខ្ញុំអត់ទទួលដឹកទេខ្ញុំនិយាយថាខ្ញុំអត់ទទួលដឹកទេផ្លូវគោកទៅលើអីវ៉ាន់ទូរស័ព្ទទៅលើអីហ្នឹងគឺដោយសារមូលហេតុបងប្អូនទទួលមិនជាទូទៅលក្ខខណ្ឌរបស់ក្រុមហ៊ុនសឹងតែគ្រប់ក្រុមហ៊ុនទាំងអស់ហើយគេអត់មានសងសំណងថ្លៃអីវ៉ាន់មកយើងទេពេលដែលអីវ៉ាន់បាត់គេសងតែថ្លៃដឹកជញ្ជូនគុណនឹង3ដងនៃថ្លៃដឹកជញ្ជូនមកយើងចឹងទៅចឹងដូចខ្ញុំនិយាយចឹងទិញទូរស័ព្ទថ្លៃ$300ដល់ពេលបាត់គេសងតែ$5ដោយសារគេគុណតែថ្លៃដឹកជញ្ជូនគេមិនមែនសងថ្លៃអីវ៉ាន់មកយើងទេបើយើងអត់ចង់ខូចចិត្តនៅពេលដែលបាត់បង់អីវ៉ាន់យើងទិញនៅខ្មែរសម្រាប់ខ្ញុំបើអីវ៉ាន់ខ្ញុំទិញមកពីក្រៅស្រុកទិញមកពីចិនលុះត្រាតាអីវ៉ាន់ហ្នឹងវាទិញនៅបើប្រៀបធៀបមួយការទិញនៅខ្មែរហ្នឹងវាខុសគ្នាថោកខ្លាំងហើយមួយទៀតអីវ៉ាន់ហ្នឹងជាប្រភេទអីវ៉ាន់ដែលរកទិញនៅខ្មែរអត់បានអីចឹងណារៀងរបស់កម្រចឹងអស់ហ្នឹងគឺខ្ញុំនឹងតែទិញពីនោះមកហើយសម្រាប់ខ្ញុំណែនាំឲ្យបងប្អូនណាបើបងប្អូនអត់សូវមានបទពិសោធន៍បើបងប្អូនអត់ច្បាស់លើខ្លួនឯងអត់ទុកចិត្តខ្លួនឯងអត់ទុកចិត្តហាងអត់ទុកចិត្តការដឹកជញ្ជូនពេលបងប្អូនទិញអីវ៉ាន់កុំទិញអីវ៉ាន់ថ្លៃពីក្រៅស្រុកមកមិនខ្វល់ទេប្រទេសណាក៏ដោយកុំទិញអីវ៉ាន់ដែលមានតម្លៃថ្លៃ100ជាងឡើងលើកុំទិញអីទិញថាមកមុំចុះក្រមកហើយជាពិសេសគ្រឿងអេឡិចត្រូនិកដែលប្រឈមមុខងាយនឹងការបាត់ដូចជាកាមេរ៉ាទូរស័ព្ទ tablet កាសបែបថ្លៃអីចឹងវ៉ាន់អស់ហ្នឹងវាប្រឈមមុខមួយនឹងការបាត់វាអាចនឹងមកពីកត្តាផ្សេងដូចខ្ញុំបាននិយាយចឹងបើយើងធ្វើចិត្តអត់បានពេលអីវ៉ាន់ហ្នឹងបាត់ទិញនៅស្រុកខ្មែរណាទិញនៅស្រុកខ្មែរព្រោះអីពេលខ្លះយើងចេះតែឃើញនៅក្នុង app នៅក្នុងស្រុកគេទិញទៅតម្លៃវាធូរជាងនៅខ្មែរអញ្ចឹងយើងចេះតែខ្វះកចង់ទិញខ្ញុំទទួលស្គាល់ទាំងខ្ញុំទាំងគេប៉ុន្តែពេលខ្លះយើងត្រូវគិតពីអាហារនិភ័យមកពីខាងក្រោយនឹងដូចគ្នាហើយដូចខ្ញុំទំមខ្ញុំសម្រាប់ចេះថាទិញអីវ៉ាន់ថ្លៃមួយពីក្រៅស្រុកមកហ្នឹងខ្ញុំពិចារណាអស់ចិត្តអស់ចង់ខ្ញុំមើលលម្អិតពីហាងហ្នឹងជួនកាលហាងខ្លះដាក់អីវ៉ាន់មកស្រាប់មកមានតែប្រអប់ទេបងប្អូនគិតធ្វើម៉េចហើយចឹងអានេះគឺជាបទពិសោធន៍ដែលខ្ញុំទិញអីវ៉ាន់ពីក្រៅស្រុកមកផ្ទាល់ខ្ញុំផ្ដល់ idea ជូនទៅកាន់បងប្អូនឡើងហ្នឹងបើទិញអីវ៉ាន់ពីក្រៅស្រុកត្រូវស៊ើបឲ្យបានច្បាស់មើលលម្អិតពីហាងអ្វីផ្សេងនៅក្នុងហ្នឹងដូចគ្នាហើយជ្រើសរើសការដឹងជូនមួយដែលត្រឹមត្រូវសមរម្យសមាមាត្រជាមួយនឹងតម្លៃអីវ៉ាន់ចឹងណាពីព្រោះនៅពេលដែលយើងទិញអីវ៉ាន់ពីក្រៅស្រុកគឺវា50 វាអាចនឹងបានវាអាចនឹងអត់បានអញ្ចឹងពេលដែលយើងអត់បានយើងធ្វើចិត្តបានអត់វីដេអូនេះខ្ញុំមានប៉ុណ្្នឹងឯងហើយក៏ខ្ញុំនិយាយពីបទពិសោធន៍ការទិញអីវ៉ាន់ពីចិនរបស់ខ្ញុំតាមនឹងដូចគ្នាចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតបងប្អូនបាយបាយ